អ្វីដែលខ្ញុំខ្លាចនៅពេលនេះគឺខ្ញុំខ្លាចបាត់បង់កូនក្រុមរបស់ខ្ញុំថ្ងៃណាមួយនឹងមានថ្ងៃហ្នឹងបើតែខ្ញុំត្រូវតែធៀមចិត្តទទួលយកប៉ុន្តែអាចិត្តខ្ញុំហ្នឹងវាទទួលយកអត់បានអត់ដឹងកើតអីគឺខ្ញុំអត់ចង់ឲ្យមានថ្ងៃហ្នឹងទេខ្ញុំស្រឡាញ់ពួកគាត់គឺដូចជាបងប្អូនបកើតដូចជាគ្រួសារតែមួយចឹងហើយក្នុងនាមខ្ញុំជាអ្នកដឹកនាំម្នាក់ដែរក៏មានរឿងក្នុងចិត្តចង់ប្រាប់ប្រកាន់ពួកគាត់ដែរខ្ញុំអត់មានអីឲ្យពួកគាត់ទេក្រៅពីចំណេះដឹងតិចតួចដែលខ្ញុំដឹងដូចជាការកាត់តវីដេអូធ្វើវីដេអូអញ្ចឹងគឺខ្ញុំអាចប្រាប់ពួកគាត់បានអ្វីដែលខ្ញុំចង់ឃើញបំផុតហ្នឹងគឺចង់ឃើញពួកគាត់មានអនាគតដែលល្អរឹងមាំអាចជួយខ្លួនឯងបានប៉ុន្តែឲ្យតែខ្ញុំនិយាយដល់រឿងហ្នឹងគឺខ្ញុំសឹងតែហូរទឹកភ្នែកម្ដងពួកគាត់ទាំងអស់គ្នាជាមនុស្សល្អសុទ្ធសឹងតែអ្នកដែលមានសមត្ថភាពរៀងខ្លួនវាមិនមែនជារឿងងាយស្រួលតែតស៊ូមួយគ្នាពីបបារហូតដល់មកសួរមកដល់ថ្ងៃហ្នឹងគឺវាបបាសម្រាប់ខ្ញុំក្នុងនាមជាដឹកនាំម្នាក់មនុស្សខ្ញុំចិត្តទន់ឆាប់អាណិតគេសូវហ៊ានស្ដីឲ្យពួកគាត់មិនតែដោយសារចង់ដាក់សម្ពាធទៅលើពួកគាត់ដោយសារតែខ្ញុំក៏មិនមនុស្សចាស់កំណត់ចាស់អីដែរយើងក្មេងអញ្ចឹងយើងក៏យល់អារម្មណ៍ពួកគាត់ជាចុងក្រោយគឺអរគុណពួកគាត់ដែលតស៊ូរហូតមកដល់ថ្ងៃហ្នឹងគឺមានតែពាក្យថាស្រឡាញ់